គិតថាម្ដាយរបស់អញជាអ្នកក្រីក្រទុកអញក្នុងឋានៈជាកូនចិញ្ចឹមអាត្មាអញមកដោយសេចក្តីលំបាកបើដូច្នេះអញនឹងធ្វើការស៊ីឈ្នួលដើម្បីដោះនៅសេចក្តីទុក្ខរបស់គាត់ឲ្យផុតចាកអំពីភាពក្រីក្រថ្ងៃមួយឈ្មួញរទេះម្នាក់មានរទេះ500បមកដល់កំពង់មួយដោយមិនអាចអូសរទេះទាំងឡាយឡើងមកលើគោកបានចំណែកគោទាំង500ដែលម្ចាស់យកមកទឹមតគ្នាក៏មិនអាចអូសរទេះនោះសូម្បីតែមួយឲ្យឡើងបានកូនឈ្មួញរទេះដែលជាអ្នកស្គាល់លក្ខណៈនៃគោក្រោយបានឃើញគោពោធិសត្វក៏ពិចារណាមើលថាក្នុងរវាងគោទាំងនេះគោនេះជាគោនឹងអាចអូសរទេះទាំងឡាយរបស់អញឲ្យឆ្លងភក់នេះបានតើនរណាណោជាម្ចាស់របស់គោនេះកូនឈ្មួញនោះក៏បានសួរគេឯងដើម្បីស្វែងរកម្ចាស់គោនេះហើយសន្យាថាបើគោនេះអូសរទេះទាំងឡាយឆ្លងដល់លើគោកបានខ្លួននឹងឲ្យថ្លៃឈ្នួលបន្ទាប់មកពួកក្រុមឈ្មួញទាំងនោះបាននាំគ្នាចាប់គោពោធិសត្វទឹមត្បិតម្ចាស់គោមិននៅទីនោះក្តីកូនរបស់ឈ្មួញក៏យកខ្សែចងច្រមុះគោព្រះពោធិសត្វហើយទាញទៅប៉ុន្តែមិនអាចទាញឲ្យគោពោធិសត្វកំរើកបានគោព្រះពោធិសត្វក៏គិតថាបើប្រាប់តម្លៃអញនឹងទៅកូនឈ្មួញរទេះនោះដឹងបំណងរបស់គោព្រះពោធិសត្វទើបពោលថាណែបើអ្នកអូសរទេះទាំង500របស់ខ្ញុំឡើងបានខ្ញុំនឹងឲ្យទ្រព្យក្នុងរទេះមួយ2កហបណៈអញ្ចឹងសរុប1000កហបណៈក្រោយគោព្រះពោធិសត្វអូសរទេះទាំងឡាយឲ្យផុតពីភក់ឡើងលើគោកបានឈ្មួញរទេះបានគិតក្នុងមួយរទេះតែ1កហបណៈនឹងបានយកទ្រព្យ500កហបណៈដាក់ជាកញ្ចប់ហើយចងទុកនៅត្រង់កគោព្រះពោធិសត្វចំណែកព្រះពោធិសត្វគិតថាឈ្មួញរទេះនេះមិនឲ្យថ្លៃឈ្នួលអញតាមដែលកំណត់ទុកឥឡូវនេះអញនឹងមិនឲ្យឈ្មួញរទេះនេះទៅណាឡើយគ្រានោះគោព្រះពោធិសត្វក៏ឈរខាងមុខរទេះនោះនៅពីមុខគេឯងបើទោះជាមនុស្សទាំងឡាយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យគោព្រះពោធិសត្វជៀសចេញទៅតែក៏នៅតែមិនអាចធ្វើអ្វីបានកូនឈ្មួញរទេះគិតថានេះប្រហែលមកពីគោនេះដឹងថាតម្លៃរបស់ខ្លួនមិនទាន់គ្រប់ហើយត្បិតអញសន្យាថានឹងឲ្យ2កហបណៈក្នុងរទេះមួយគិតហើយកូនឈ្មួញក៏យកទ្រព្យ1000កហបណៈចងត្រង់កគោព្រះពោធិសត្វហើយពោលថានេះជាថ្លៃឈ្នួលដែលអ្នកអូសរទេះខ្ញុំឡើងគ្រាដែលគោព្រះពោធិសត្វធ្វើដំណើរមកកាន់ម្ដាយនៅផ្ទះវិញត្រូវក្រុមក្មេងៗអ្នកស្រុកដើរតាមហើយពំនាំការពិតទាំងឡាយប្រាប់ដល់ដូនចាស់នោះអស់ក្រោយយល់សេចក្តីអស់ហើយម្ដាយក៏ពោលទៅពោធិសត្វដោយសេចក្តីអាណិតដូចនេះថាយើងត្រូវការចិញ្ចឹមជីវិតដោយថ្លៃឈ្នួលដែលកូនបានមកនេះឬព្រោះហេតុអ្វីទើបកូនសើទុកបែបនេះក្នុងវេលាអស់ជីវិតដូនចាស់ក៏ទៅតាមយថាកម្មចំណែកពោធិសត្វក៏ដូចគ្នាការតបគុណចំពោះអ្នកមានគុណជាតួនាទីរបស់កូនទាំងឡាយកូនដែលដឹងគុណតែងតែបានការសន្តោសប្រណីក្តី